ចំនួនអ្នកស្លាប់ឆេះក្លឹបកំសាន្តនៅស្វីសកើនឡើង40នាក់និងរបួស115នាក់អាជ្ញាធរស្វីសបានបញ្ជាក់ថាចំនួនអ្នកស្លាប់នៅក្នុងសោកនាដកម្មអគ្គិភ័យឆេះក្លឹបកំសាន្តលើ Constellation កើនឡើងដល់40នាក់ហើយអគ្គិភ័យកើតឡើងកាលពីថ្ងៃប្រហ័សទី1ខែមករាឆ្នាំ2026នៅពេលទេសចរកំពុងអបអរពិធីឆ្លងឆ្នាំថ្មីឆ្នាំសកល2026នៅក្នុងតំបន់ Valais ភាគខាងត្បូងស្វីសបានបញ្ជូនអធិបតេយ្យ13គ្រឿងរថយន្តពេទ្យចំនួន42គ្រឿងនិងបុគ្គលិកសង្គ្រោះបន្ទាន់150នាក់ទៅកន្លែងកើតហេតុទាំងយប់ដើម្បីសម្រួលដល់ប្រតិបត្តិការជួយសង្គ្រោះតាមការផ្សាយរបស់ BBC ដែលដកស្រង់ប្រភពពីក្រុមជួយសង្គ្រោះក្រៅពីមនុស្សស្លាប់ក៏មានមនុស្ស115នាក់ទៀតបានរងរបួសផងដែរហើយក្នុងនោះមានច្រើនអ្នករងរបួសដោយសារតែការរលាកភ្លើងប្រទេសជាច្រើនជាពិសេសបារាំងនិងអ៊ីតាលីសុទ្ធតែចេញមកបញ្ជាក់ថាជនជាតិរបស់ពួកគេគឺស្ថិតនៅក្នុងចំណោមមនុស្សស្លាប់ក្នុងហេតុការណ៍នេះប៉ុន្តែមិនទាន់ច្បាស់តួលេខទោះបីជាយ៉ាងណាប៉ូលីសមិនទាន់បានដឹងអំពីមូលហេតុច្បាស់នៃសោកនាដកម្មនេះទេប៉ុន្តែបានច្រានចោលថាវាមិនមែនជាការវាយប្រហារឡើយសូមជម្រាបថាស្វីសគឺជាប្រទេសល្បីល្បាញជាកន្លែងទេសចរដ៏ល្អឥតខ្ចោះនៅលើពិភពលោកហើយហេតុការណ៍សម្លាប់មនុស្សច្រើនបែបនេះគឺកម្រកើតមានណាស់